Ok, một môn đầu tiên là nhóm bạn mà đo cái lại tăng before digital hay cái lại ní sẽ tới chia robot mấy khơi đã slack NPC hay nguyên đã slack công chiết Campuchia dưới hay như trong đó ta robot đi và cả là nền ná hay tàu là cái xe là thực tiết dân được tới chung cho mùi nền nè trong này là người chúng ta xua ok chân chui này nôm chung mùa tại bóng ôn như tí tế trong chung mùa coi mình đã chia để sạch riêng đầu chia sàn chia phục trái tê Campuchia đang háo cắt tại NPC nắngได้trong chia sạch năm tỷ quý hay trong bát này đi ban cho rùm trong cầm thi tăng một quaได้sạch được trong tăng vào xuồng càng nghe đồng đa chỉ vậy hayพวกการตั้งพวกnhóm cứ tăng qua từ robot ដែលយើងដែល robot ហ្នឹងគឺពួកយើងបានប្រើប្រាស់វាដើម្បីទៅប្រកួតនៅក្នុងកម្មវិធី Robocon ថ្នាក់ជាតិដែលយើងប្រព្រឹត្តទៅកាលពីឆ្នាំ2023ឆ្នាំមុនដែល robot របស់យើងគឺទទួលបានជ័យលាភីលេខ1បងអានេះជាប្រភេទ robot អីដែរrobot នេះគេហៅថា robot តម្លៃបងនៅក្នុងវិញ្ញាសាប្រកួតក្នុងឆ្នាំ2023ហ្នឹងគឺប្រទេសកម្ពុជាយើងគឺជាម្ចាស់ផ្ទះដែលយើងបានដាក់វិញ្ញាសាមួយដែលហៅថាវិញ្ញាសាបាញ់កងចូលក្នុងប្រាសាទចូលលើកំពូលប្រាសាទកវត្តដែលយើងមាន robot 2គឺ robot ទន្សាយនិង robot ដំរីនេះដែល robot ដំរីដែល robot ទាំងពីរនេះគឺដំណើរការវាក៏ដូចគ្នាគឺន័យថាចាប់កងហើយបាញ់កងដើម្បីធ្វើម៉េចឲ្យវាចូលទៅក្នុងបកគោលទៅបងបកគោលទៅក្នុងកម្មវិធីប្រកួតមែនតើគឺមានច្រើនហ្មងមានដូចប្រាសាទកំពូលប្រាសាទបង្គោលរបស់យើងគឺមានគឺដូចគ្នាបងយើង function នេះគឺធ្វើម៉េចដើម្បីចាប់កងហើយបាញ់កងចូលក្នុងគោលនឹងឲ្យចូលកាលណាយើងបាញ់ចូលទៅគឺយើងបានបន្ទុកច្រើនគឺយើងនឹងឈ្នះហើយអូខេបងសម្រាប់នៅលើ robot នេះបងអាចជួយរៀបរាប់ផ្នែកមួយបាទដោយសារតែខ្ញុំក៏អត់ស្គាល់ដែរពាក់ព័ន្ធមួយកន្លែងនេះអីដែរបងចំពោះបើសិនជាយើងគិតទៅ robot របស់យើងគឺមាន2ផ្នែកគឺផ្នែក hardware និងផ្នែក software បងណាផ្នែក hardware ដែលយើងមើលឃើញផ្នែកអញ្ចឹងបាទគឺពួកនេះគឺជា bot electronic ហើយនេះគឺជាធុងខ្យល់ដែលយើងសម្រាប់តខ្យល់ទុកដើម្បីជំនួយដល់ប្រព័ន្ធ pneumatic ដែលមានដូចជា cylinder មានដូចជា solenoid ដើម្បីបាញ់ខ្យល់មកដើម្បីធ្វើឲ្យ robot យើងដើរអញ្ចឹងហ្មងហើយដល់ផ្នែកខាង hardware ដទៃទៀតដូចជាគ្រឿង board circuit នេះគឺជាសម្រាប់បញ្ជាដូចជា motor ឬក៏ដល់ផ្នែកមួយទៀតគឺផ្នែក software ដែលយើងសរសេរ code ឬក៏ធ្វើម៉េចឲ្យ robot របស់យើងគឺដំណើរការបងបងសម្រាប់ robot មួយហ្នឹងយើងបញ្ជាតាមរយៈទូរស័ព្ទដៃឬក៏យើងមាន remote control ចំពោះ robot ហ្នឹងគឺយើងមាន remote ដែល remote ហ្នឹងគឺយើងគូ circuit ខ្លួនឯងគឺយើងមានន័យថាយើងប្រើប្រាស់នៅ robot ហ្នឹងដើម្បីបញ្ជា remote ដើម្បីយើងប្រើប្រាស់ remote ហ្នឹងដើម្បីបញ្ជានៅ robot យើងទាំងមូលហ្មងដូចជាការអូខេយើងអាចបញ្ជាបានគឺយើងអានេះយើងបើកវាហ្នឹងមែនបាទយើងមានកុងតាក់មួយគឺហៅថា emergency button និង breaker សម្រាប់បើកបិទឲ្យ robot ដំណើរការបងហើយនេះគឺយើង remote នេះគឺយើងអាចបញ្ជាទៅមុខថយក្រោយក៏បង្វិលខ្លួនបានបងហើយយើងអាចធ្វើការលំងាកមុំដងបាញ់របស់យើងបានបងដើម្បីសេរីទៅចំបកគោលណាមួយដែលយើងចង់បាញ់ឲ្យចូលបងបាទអូបាទអញ្ចឹងនៅពេលដែលការបាញ់ចូលបកគោលយើងវាកណនីខ្លួនឯងក៏មិនគឺការបាញ់ហ្នឹងគឺយើងអាចកណនីខ្លួនឯងក៏បានឬក៏អាចយើង set ចម្ងាយណាមួយដើម្បីឲ្យ robot ហ្នឹងបាញ់ចូលទៅក្នុងបកគោលហ្នឹងហ្មងដោយសារតែទីលានហ្នឹងគឺគេកំណត់មកគឺមានទំហំច្បាស់លាស់អញ្ចឹងយើងអាចធ្វើកំណត់ល្បឿននៃ motor របស់យើងដើម្បីឲ្យវារុញកងហ្នឹងយ៉ាងម៉េចគឺឲ្យវាចូលទៅក្នុងបកគោលហ្នឹងហ្មងយើងអាចកំណត់បានអូខេបាទបងសុំមើលអានេះតិចមើលអាហ្នឹងខាងសាលារបស់បងអ្នកធ្វើផ្ទាល់ខ្លួនឯងណាយើងធ្វើការគូ circuit ឬក៏ design យកគ្រឿង component ផ្សេងៗមកយកមកផ្សារដើម្បីឲ្យវាដំណើរការបងគឺយើងផលិតខ្លួនឯងយើងផលិតខ្លួនឯងហើយសម្បីតែ robot នេះគឺយើងផលិតខ្លួនឯងដែរបាទគឺគ្រឿងមួយចំនួនយើងទិញមកពីគេខ្លះហើយនឹងយើងផលិតខ្លួនឯងខ្លះបងបាទហ្នឹងធ្វើម៉េចដើម្បីវាទៅមុខថយទៅមុខគឺយើងធម្មតាខាងនេះគឺសម្រាប់ rotate គឺវាមានពីរ AX និង Y យើងមុខទៅមុខនេះគឺ AX មានថាវាទៅមុខហើយក្រោយនឹង rotate ឆ្វេងស្ដាំបងដល់ពេលខាងនេះគឺវាថាវាបង្វិលខ្លួនបងអូខេបង្វិលខ្លួនយើងអាចបង្វិលបានអាចបង្វិលខ្លួននៅពេលបាញ់កងអីចឹងទៅអាចបង្វិលបាន360 degree បងហើយបេតុងខាងនេះគឺយើងអាចបង្វិលមុំបាននៃកណ្ដុងរបស់យើងដើម្បីឲ្យបាញ់ចូលបង្គោលណាមួយយើងចង់បានយ៉ាបងសម្រាប់ robot នេះផ្ទាល់ប្រើជាអាគុយឬក៏ប្រើថ្មយើងប្រើថ្មបងគឺថ្មគឺមាន2បងប្រភពគឺមាន
ហូប12 volt មួយគឺ24 volt មួយ បាទ តែ24 volt ហ្នឹងគឺយើងសម្រាប់ supply ទៅលើ solenoid ដែលសម្រាប់បញ្ជាដល់ប្រព័ន្ធខ្យល់និងបញ្ជាដល់ប្រព័ន្ធ motor ដើម្បីរត់ដើម្បីឲ្យ motor របស់យើងមានចលនាហើយប្រព័ន្ធ 12 volt គឺយើងសម្រាប់ផ្គត់ផ្គង់ដល់ប្រព័ន្ធខួរក្បាលរបស់ robot របស់យើងដើម្បីឲ្យវាដំណើរការ នៅក្នុងការចំណាយពេលធ្វើតើចំណាយពេលប្រហែលខែប្រហែលឆ្នាំហើយបង ចំពោះការធ្វើគឺយើងធ្វើចាប់ពីខាងប្រទេសដែលអ្នកដាក់វិញ្ញាសានឹងដាក់ឲ្យមានថាគេដាក់វិញ្ញាសាភ្លាមគឺយើងចាប់ដើមប្រមូលសមាជិកហើយចាប់ដើមធ្វើចាប់ពីនឹងមករហូតដល់ថ្ងៃប្រកួតបង យ៉ាអូចឹងទៅ គឺមានរយៈពេលប្រហែលជា6ទៅ7ខែឬក៏យូរជាងនឹងទៀតបង ហើយនៅក្នុងការធ្វើខាងសាលាគាត់អ្នកចេញថវិកាឲ្យណា បាទបងគឺអ្នកសាលាខាងសាលាឧបត្ថម្ភឲ្យសម្រាប់ទិញសម្ភារៈមួយចំនួនដើម្បីផលិត robot បាទ ហើយសម្រាប់មកដល់ពេលនេះខាងក្រុមបងផ្ទាល់ធ្វើបានប្រហែល robot ហើយ robot គឺបើសិនជាយើងគិតទៅកម្ពុជារបស់យើងគឺចូលការប្រកួត robot នេះគឺ10លើកហើយមានថា robot នេះគឺ robot ការប្រកួតលើកទី10មានថាការប្រកួត robot ថ្នាក់ជាតិលើកទី10អញ្ចឹងមានន័យថាយើងបានចូលរួម10លើកហើយតែឆ្នាំនេះក៏យើងនៅតែចូលរួមប្រកួតដែរបងលើកទី11លើកទី11ហើយទៅតែជាប់លេខ1ថ្មីបាទបងបាទ អូខេបងមិញដូចបងមានបង្ហាញថាមាន robot 2ហើយចុះ robot មួយទៀតធ្វើតែតទៅអីដែរ robot ទៀតគឺលើខាងនោះបងដូចតែបងឃើញហ្នឹងគឺដំណើរការវាដូចគ្នាបងគឺវាបាញ់កងដើម្បីឲ្យចូលប្រកួតលើគ្នាតែ robot នោះគឺយើងអាចនៅក្នុងទីលានប្រកួតគឺវាមាន2តំបន់តំបន់ក្រោមនិងតំបន់លើតែ robot នោះគឺអាចឡើងទៅតំបន់លើដើម្បីបាញ់បានបាទយើងធ្វើទៅតាមវិញ្ញាសាគេដែលគេដាក់ឲ្យបងអូខេយល់ហើយបងអញ្ចឹងចូលពាក់ព័ន្ធជាមួយកន្លែងដាក់ខ្យល់នេះអាហ្នឹងយើងបញ្ចូលខ្យល់ឬក៏វាចូលខ្យល់ខ្លួនឯង អាហ្នឹងគឺយើងវិញ្ញាសាគេគឺវាតម្រូវឲ្យយើងបញ្ចូលខ្យល់ទុកបងមុននឹងការប្រកួតគឺយើងត្រូវយកអាម៉ាស៊ីនសប់ខ្យល់ហ្នឹងគឺដើម្បីសប់ខ្យល់ឲ្យពេញកដុងហ្នឹងពេលប្រកួតអញ្ចឹងយើងប្រើប្រាស់ខ្យល់ហ្នឹងបានពេលអស់យើងត្រូវបញ្ចូលទៀតអញ្ចឹងបងអូខេយល់ហើយបងមានអីបន្ថែមទៀតទេបងដោយសារតែឃើញចំណុចពិសេសតែទៅមួយបច្ចេកទេសខ្ញុំអត់ទៅដឹងដែរមែនតើធ្វើ robot ហ្នឹងគឺ ធ្វើដោយសាលាគឺធ្វើឲ្យសាលាដោយនិស្សិតបបជាឋានយើងផ្ទាល់ហើយដើម្បីយកទៅប្រកួតនៅថ្នាក់ជាតិនិងថ្នាក់អន្តរជាតិអញ្ចឹងអូខេចឹងមានប៉ុណ្្នឹងណាបាទបងអូខេដូចបងប្អូនដឹងហើយនេះគឺជា robot ដែលធ្វើឡើងដោយកូនខ្មែរយើងនិស្សិតរបស់ខ្មែរយើងហើយទើបតែប្រកួត robot ជាប់លេខ1ថ្មីនៃបងប្អូនប្រហែលជាបានមើលការប្រកួត robot នៅស្រុកខ្មែរយើងរយៈពេលប្រហែលខែមុនអូខេចឹងវីដេអូមានតែប៉ុណ្្នឹងទេហើយផ្សេងៗទៀតបងប្អូនក៏អាចតាមដានមើល page សាលា NPIC ដែរអូខេអរគុណច្រើនបងអរគុណច្រើនអរគុណបងប្អូនសម្រាប់បងប្អូនដែលមានតម្រូវការម៉ាស៊ីនកសិកម្មជួយកាត់បន្ថយចំណាយនិងចំណេញលុយខ្ញុំសូមណែនាំក្រុមហ៊ុន Mintech ដែលមានគ្រប់គ្រងគ្រឿងកសិកម្មជាច្រើនប្រភេទដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនវាយស្មៅម៉ាស៊ីនហាន់ដើមចេកនិងប្រភេទទំនិញរាប់ពាន់មុខទៀតបងប្អូនទាំងអស់គ្នាត្រូវការអាចទំនាក់ទំនងតាមរយៈ Facebook Page Mintech Power Tool និងលេខទូរស័ព្ទនៅក្នុងអេក្រង់បាន